dươngត្រូវរៀនចំណេះដឹងទាំង3នេះ al ilmu billah al ilmu bi amrillah wal ilmu bi khalqillah assalamu alaikum ខ្ញុំឈ្មោះអាហ្មាត់សូហ្វីយ៉ាមកពីថ្នាក់ទី12កនៃសាលារៀនអាល់អេះសានអល់ហាំឌូលីឡាអរគុណទៅចំពោះអល់ឡោះនិងមុអាលីមមុអាលីម៉ាដែលបានផ្ដល់ឱកាសឲ្យខ្ញុំឡើងមកទីនេះដើម្បីចែករំលែកអត្ថបទមួយដែលមានចំណងជើងថាអលអ៊ីលមូលកាមីលចំណេះដឹងពេញលេញជានិមត្តដ៏ធំធេងណាស់ដែលពួកយើងស្ថិតក្នុងចំណោមអ្នកដែលអល់ឡោះជ្រើសរើសឲ្យពួកយើងរៀនចំណេះដឹងយ៉ាងពេញលេញក្នុងនាមជាអ្នកកាន់សាសនាអ៊ីស្លាមដើម្បីក្លាយទៅជាអ្នកមូស្លីមដែលមានចំណេះដឹងពេញលេញតើយើងត្រូវរៀនចំណេះដឹងអ្វីខ្លះចម្លើយរបស់វានោះគឺយើងត្រូវរៀនចំណេះដឹងទាំង3នេះ al ilmu billah al ilmu bi amrillah wal ilmu bi khalqillah ទី1 ilmu billah ចំណេះដឹងស្គាល់អល់ឡោះគ្រប់មុខវិជ្ជាទាំងឡាយដែលតាក់ទងនឹងមូលដ្ឋានគ្រឹះអ៊ីស្លាមដូចជាឈ្មោះរបស់អល់ឡោះស៊ីហ្វាតរបស់ទ្រង់ម្យ៉ាងទៀតជាចំណេះដឹងដែលស្គាល់ម៉ាឡាអ៊ីកាត់និងបណ្ដារ៉ាស៊ូលនិងគម្ពីររបស់អល់ឡោះព្រមទាំងរឿងរ៉ាវអាកំបាំងផ្សេងដូចជាឋានសួគ៌និងភ្លើងនរកនៅពេលដែលយើងដឹងក្តីមកយើងគ្រាន់តែដឹងថាមានវត្តមានរបស់អល់ឡោះតាមរយៈឪពុកម្ដាយរបស់យើងប្រាប់និងព្រោះយើងកើតមកស្ថិតនៅក្នុងគ្រួសារជាមូស្លីមស្រាប់តែនៅពេលយើងរៀនអ៊ីលមូបិលឡាធ្វើឲ្យយើងកាន់តែដឹងបន្ថែមអំពីទ្រង់ថែមទៀតដូចជាភាពមេត្តាករុណារបស់ទ្រង់អនុភាពខ្លាំងក្លារបស់ទ្រង់ភាពល្អឥតខ្ចោះនៅក្នុងការបង្កើតរបស់ទ្រង់កាន់តែធ្វើឲ្យយើងកោតខ្លាចកាន់តែជឿជាក់ចំពោះអល់ឡោះព្រមទាំងធ្វើឲ្យអ៊ីម៉ានរបស់យើងកាន់តែរឹងមាំទី2 ilmu bi amrillah ចំណេះដឹងស្គាល់បទបញ្ជារបស់អល់ឡោះគេចែក ilmu នេះជា2ផ្នែក al ibadatu sya'iriyah មានន័យថា ibadat អត្តសញ្ញាណ al ibadatu ta'amuliyah មានន័យថា ibadat បែបទំនាក់ទំនង al ibadatu sya'iriyah ជា ibadat ដែលយើងធ្វើទៅចំពោះអល់ឡោះដោយផ្ទាល់ដូចជាការសូឡាតការបួសនិងការសូត្រកូរ៉ានជាដើមពេលយើងរៀនអ៊ីលមូតាក់ទងនឹងរឿងនេះធ្វើឲ្យយើងប្រតិបត្តិវាដោយសប្បាយចិត្តព្រមទាំងគ្មានការបង្ខិតបង្ខំព្រោះបានដឹងពីផលបុណ្យដ៏ធំធេងក្រោយពេលប្រព្រឹត្តវារួចអាលីបាដតុតាមូលីយ៉ាជាកិច្ចការដែលជាទំនាក់ទំនងរវាងយើងជាមួយអ្នកដទៃដែលត្រូវនឹងច្បាប់អ៊ីស្លាមដូចជាការសហការងារការលក់ដូរនិងអាពាហ៍ពិពាហ៍និងផ្សេងទៀតពេលយើងរៀនអ៊ីលមូតាក់ទងនឹងរឿងនេះធ្វើឲ្យយើងក្លាយទៅជាមនុស្សដែលមានសិលធម៌ល្អមានវិន័យគោរពច្បាប់បានត្រឹមត្រូវទាំងច្បាប់អ៊ីស្លាមច្បាប់សាលារៀនព្រមទាំងច្បាប់សង្គមហើយតាមរយៈអ៊ីលមូនេះដែរក៏បានប្រាប់យើងអំពីការដាក់ពិន័យនិងទរណកម្មសម្រាប់អ្នកធ្វើខុសទៅតាមកម្រិតនៃកំហុសទី3 ilmu bi khalqillah ចំណេះដឹងស្គាល់មកឃ្លោករបស់អល់ឡោះជាចំណេះដឹងទូទៅទាំងឡាយដូចជាមុខវិជ្ជាគីមីវិទ្យារូបវិទ្យាជីវវិទ្យាវិទ្យាសាស្ត្រតារាសាស្ត្រជាដើមនិងផ្សេងទៀតពេលយើងរៀនអ៊ីលមូនេះយើងកាន់តែស្ញប់ស្ញែងចំពោះភាពខ្លាំងក្លានិងភាពល្អឥតខ្ចោះនិងភាពអស្ចារ្យនៅក្នុងការបង្កើតរបស់អល់ឡោះព្រមទាំងប្រើប្រាស់ចំណេះដឹងទាំងនោះក្នុងផ្លូវត្រឹមត្រូវអភិវឌ្ឍផែនដីឲ្យរីកចម្រើនជាការពិតណាស់ចំណេះដឹងទាំង3នេះមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតដែលមិនអាចខ្វះខាតបានឡើយក្នុងជីវិតអ្នកមូស្លីមម្នាក់ព្រោះវាចាប់ផ្ដើមចេញពីការរៀនអ៊ីលមូបិលឡាដើម្បីកសាងជំនឿយ៉ាងរឹងមាំនិងស្មោះត្រង់រួចឈានទៅរកការដឹងអំពីអ៊ីលមូប៊ីអាំរិលឡា
ដែលជាមាគ៌ាបង្ហាញនៅការគោរពច្បាប់និងការអនុវត្តត្រឹមត្រូវក្រោយមកទៅប្រើប្រាស់អ៊ីលមូប៊ីខលគីឡាដើម្បីយកមកធ្វើការអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើនក្នុងនាមជាអ្នកតំណាងភពផែនដីដូចនេះចំណេះដឹងទាំង3នេះរួមបញ្ចូលគ្នាធ្វើឲ្យអ្នកមូស្លីមមានតុល្យភាពនិងនិរន្តរភាពទាំងផ្នែកជំនឿសាសនាផ្នែកស្មារតីសិលធម៌ព្រមទាំងសមត្ថភាពការងារឧទាហរណ៍ប្រសិនបើគ្រូពេទ្យម្នាក់ដែលមានចំណេះដឹងអ៊ីលមូប៊ីខលកេឡានោះគាត់នឹងយល់ច្បាស់អំពីជីវសាស្ត្ររចនាសម្ព័ន្ធរាងកាយមនុស្សការប្រើប្រាស់ថ្នាំផ្សេងនិងស្គាល់ពីជំងឺផ្សេងដែលអនុញ្ញាតឲ្យគាត់មានសមត្ថភាពព្យាបាលអ្នកជំងឺយ៉ាងពូកែប៉ុន្តែប្រសិនបើគាត់មានតែអ៊ីលមូប៊ីខលកេឡានោះគាត់នឹងមើលឃើញអ្នកជំងឺប្រៀបដូចជាឧបករណ៍អេឡិចត្រូនិកដែលមានបញ្ហាឬខូចខាតនៅផ្នែកណាមួយហើយត្រូវជួសជុលឲ្យដំណើរការឡើងវិញផ្ទុយទៅវិញបើគាត់មានអ៊ីលមូប៊ីឡាថែមទៀតគាត់នឹងមានមេត្តាករុណានិងភាពស្មោះត្រង់ក្នុងចិត្តដោយដឹងថាអល់ឡោះកំពុងមើលឃើញរាល់សកម្មភាពរបស់គាត់ហើយក៏យល់ថាគាត់គ្រាន់តែជាមធ្យោបាយធ្វើឲ្យអ្នកជំងឺជាសះស្បើយប៉ុណ្ណោះប៉ុន្តែអ្នកដែលផ្ដល់ភាពជាសះស្បើយដល់អ្នកជំងឺពិតប្រាកដតាមពិតគឺអល់ឡោះហើយតាមរយៈអ៊ីលមូប៊ីឡានេះដែរជំរុញឲ្យគាត់ព្យាបាលអ្នកជំងឺដោយសប្បុរសនិងមិនគិតពីកិត្តិយសលោកីហើយអ៊ីលមូប៊ីអាមរិលឡានឹងคล้ายទៅជាដែនកំណត់សិលធម៌គាត់មិនប្រើប្រាស់ថ្នាំដែលត្រូវបានគេហាមគាត់រក្សាឯកជនភាពដល់អ្នកជំងឺនិងប្រើប្រាស់វិជ្ជាជីវៈរបស់គាត់បានត្រឹមត្រូវហើយបើទោះបីជាគាត់មមាញឹកនិងហត់នឿយជាមួយនឹងអាជីពរបស់គាត់យ៉ាងណាក៏ដោយក៏គាត់នៅតែធ្វើអ៊ីបាដាតបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនជានិច្ចព្រោះគាត់ដឹងច្បាស់ថាអល់ឡោះនឹងតបស្នងឲ្យគាត់យ៉ាងធំធេងការសិក្សាចំណេះដឹងទាំង3ប្រភេទនេះជាដំណើរដ៏ធំធេងនិងវិសេសវិសាលបំផុតដែលអល់ឡោះបានជ្រើសរើសឲ្យអ្នកដើរក្នុងផ្លូវនៃពន្លឺព្រោះរាល់ពេលដែលអ្នកនឿយហត់ក្នុងការទន្ទិញមេរៀននិងធ្វើលំហាត់ចូលចងចាំថាគ្រប់ដំណក់ញើសនិងរាល់វិនាទីដែលអ្នកបានចំណាយលើការសិក្សាគឺជាការសន្សំផលបុណ្យយ៉ាងមហិមាហើយបើទោះជាមុខវិជ្ជាទាំងអស់នោះច្រើនយ៉ាងណាក៏ដោយតែវាក៏នឹងក្លាយជាស្ពាននាំទៅរកភាពជោគជ័យទាំងក្នុងឌុនយ៉ានិងថ្ងៃអាខិរ៉ាត់នៅពេលយើងមានអារម្មណ៍ថានឿយហត់ខ្លាំងដូចនេះយើងត្រូវត្រឡប់ទៅរកអល់ឡោះតាមរយៈការសូត្រដូអានិងការសាឡាតតាហាជុតព្រោះវាជាមុខព្រួញដ៏មុតស្រួចឆ្ពោះទៅរកភាពជោគជ័យចំណេះដឹងទាំងនោះពុំមែនជាមធ្យោបាយធ្វើឲ្យយើងក្លាយទៅជាមនុស្សដែលមានអំនួតឬមានអារម្មណ៍ថាខ្លួនឯងខ្ពង់ខ្ពស់ជាងគេនោះទេតែផ្ទុយទៅវិញប្រសិនបើយើងជាអ្នកដែលមានចំណេះដឹងយើងត្រូវចេះបន្ទាបខ្លួនដូចនេះអ្នកមូស្លីមដែលមានចំណេះដឹងពេញលេញមិនត្រូវមើលរំលងអ្នកដែលមិនមានចំណេះដឹងដូចគាត់ទេតែផ្ទុយទៅវិញគាត់ត្រូវយកចិត្តទុកដាក់ទៅលើពួកគេដោយដើរតួជាអ្នកដាស់តឿនក្រើនរំលឹកដល់ពួកគេចែករំលែកបទពិសោធន៍ល្អជួយណែនាំនិងបំពេញរាល់ចន្លោះខ្វះខាតបង្ហាញផ្លូវត្រឹមត្រូវព្រមទាំងធ្វើជាគំរូល្អដល់ពួកគេខ្ញុំសូមបញ្ចប់ម៉ោឌូរបស់ខ្ញុំត្រឹមនេះ Shukran ala istima'ikum wassalamu alaikum